ជំរាបសួរពុកម៉ែបងប្អូនហើយបាទនេះជាវីដេអូដែលខ្ញុំកំពុងតែរៀនសាក់លបងកាត់មេឃក្រូចដាក់ជាមួយនឹងក្រូចខ្លុងបាទហើយខានចេញវីដេអូយូរដែរហើយដោយសារតែរវល់ច្រើនបាទមិនដឹងជាជាប់ឬអត់ទេបងប្អូនបាទអញ្ចឹងទស្សនាជាមួយខ្ញុំទាំងអស់គ្នាតោះជាដំបូងខ្ញុំបានកាត់មេឃក្រូចបាទហើយខ្ញុំកាត់ស្លឹកវាកាត់ចេញស្លឹកវាអស់បាទបន្ទាប់មកយើងចិតវារៀងប្រឆិតបន្តិចទៅណាហើយបាទយើងចិតប្រឆិតវាហើយយើងយកមកបិទបន្ទាប់មកយើងវះដើមក្រូចយើងហ្នឹងបាទដើមក្រូចខ្លុងហ្នឹងវះមកឲ្យវាដាច់ណាយើងចិតប្រឆិតវាខាងលើបន្តិចទៅបន្ទាប់មកយើងយកមេឃក្រូចដែលយើងបានចិតប្រឆិតហ្នឹងយកមកសោកចូលបាទបន្ទាប់មកយើងធ្វើការរុំវាជាមួយនឹងផ្លាស្ទិកស្ដើងផ្លាស្ទិកដែលគេរុំសម្រាប់រុំផ្លែឈើណាបងប្អូនដែលគេតែងតែហាយចំនួនហាយអីហ្នឹងបាទហ្នឹងហើយយើងយកមកបិទហើយយើងយកមករុំវាបាទរុំវាឲ្យចិត្តកុំឲ្យខ្យល់ចូលបាទហើយសូមបញ្ជាក់ឡើងនឹងតិចកន្លែងប្រឡោះដែលយើងរុំយើងទឹកទុកចុះចង្អោវាបន្តិចពេលដែលត្រូវទឹកភ្លៀងចូលអញ្ចឹងវាហូរចេញហើយបាទហូរចេញតាមហ្នឹងឃើញខ្ញុំជ្រៀក2ដងបាទអាហ្នឹងដល់ពេលទឹកចូលក្នុងហ្នឹងវាអត់ស្អុយទេអញ្ចឹងវាអាចហូរចេញវិញបាទហ្នឹងហើយបាទសំឡេងមានការរំខានបន្តិចហើយបងប្អូនដោយសារតែខ្ញុំផ្ទះនៅជាប់ផ្លូវអញ្ចឹងមានសំឡេងក្មេងមានសំឡេងបាទម៉ូតូបាទមានសំឡេងជាច្រើនដែរនៅក្បែរនេះបាទជាងសារខ្ញុំអត់មានស្ទូឌីយោទេអញ្ចឹងក៏ខ្ញុំចូលក្នុងបន្ទប់ចូលលេងក្នុងបន្ទប់អញ្ចឹងបាទអញ្ចឹងសូមបងប្អូនជួយ Subscribe ផងបើសិនជាពេញចិត្តវីដេអូនេះបាទដើម្បីទទួលបានវីដេអូថ្មីៗបាទសូមទស្សនាដល់គ្នាដូចតទៅ